សួស្តីមកកាន់វីដេអូបង្ហាញអំពីសកម្មភាពក្នុងការដាំតកួនតាមបែប hydroponic គឺតាមបែបការដាំតកួនលើទឹកជាដំបូងយើងធ្វើការយកគ្រាប់តកួននឹងមកត្រាំទឹកក្តៅអ៊ុនៗយើងត្រាំក្នុងរយៈពេល20នាទីតែពីយើងទុកចោល20នាទីហើយយើងស្រោចទឹកចេញហើយយើងយកតកួនដែលយើងត្រាំរួចនឹងយកមករោយនៅក្នុងជាលរោយឲ្យវាយើងធ្វើការវាយឲ្យសព្វកុំឲ្យវាជាប់គ្នាកុំឲ្យវានៅលប៉ាត់កុំឲ្យវានៅជាប់គ្នាដុំអីចឹងទៅហើយជំហានបន្ទាប់យើងយកกระดาษជូតមាត់យើងกระดาษជូតមាត់យកមកគ្របពីលើក្របតកួនដែលយើងបរិយាយនៅលើថាសហ្នឹងលើជាលហ្នឹងគ្របលើវា2ឬក៏3សន្លឹកទៅយើងគ្របបែបនេះគឺដើម្បីឲ្យក្របតកួនរបស់យើងគឺដើម្បីវាឆាប់ដុះរឹសលឿនហើយបន្ទាប់ពីយើងធ្វើការគ្របវាហើយយើងធ្វើការចាក់ទឹកបន្ថែមទៀតដើម្បីឲ្យក្របតកួនហ្នឹងវាជ្រាបនឹងទឹកដើម្បីវាឆាប់ដុះ and then យើងទុកចោលរយៈពេលមួយយប់ទុកចោលមួយយប់ហើយពេលដល់សកម្មភាពបន្ទាប់ថ្ងៃស្អែកយើងក៏ចាប់ផ្ដើមយកតកួនដែលយើងបានត្រាំទុកជាពេលមួយយប់ហ្នឹងយកមកចាប់ដាក់ក្នុងអេប៉ុងប្រអីយើងមើលទៅវាដុះរឹសល្អដែរហើយយើងក៏ចាប់ដាក់ក្នុងអេប៉ុងបន្ទាប់ពីយើងចាប់ដាក់ក្នុងអេប៉ុងហើយយើងក៏ទៅតាមចំនួនដែលយើងចង់បានហើយយើងក៏យកវាហ្នឹងទៅដាក់នៅក្នុងកន្ត្រងជ័របន្ទាប់ពីយើងធ្វើការចាប់តកួនដែលយើងបានបណ្ដុះរួចដាក់ទៅក្នុងកន្ត្រងជ័រហើយគឺយើងយកកន្ត្រងជ័រហ្នឹងទៅញាត់ចូលនៅពីលើហើយគម្របស្នោដែលយើងបានទិញកាលពីម្សិលមិញដែលវាមានរុនចំនួនប្រហែលជា30យើងក៏ធ្វើចាប់ដាក់ឲ្យគ្រប់តាមរុនស្នោទាំងអស់ហើយជាជំហានបន្ទាប់ទៀតគឺយើងទៅលើហើយធ្វើការជាដំបូងយើងធ្វើការលាយទឹកជីជាមុនសិនដែលគេមានជាវីដេអូបង្រៀនឬក៏មានលេខក្រិតអីតាមហ្នឹងទៅយើងធ្វើការចាក់GA ជាមុនសិនចាក់GA ចូល and then យើងក៏ចាក់នៅ GB ដូចគ្នាដែល GB ហ្នឹងវាមានពណ៌ដូចស្រាតពាំងបាយជូរបន្ទាប់ពីយើងធ្វើការចាក់នៅ GA GB ចូលគ្នាហើយយើងក៏ចាប់ផ្ដើមកូរG នឹងឲ្យវានឹងទឹកឲ្យនឹងល្បាយនឹងឲ្យសព្វចូលគ្នាធ្វើការកូរវាវាទៅ and then យើងជាជំហានចុងក្រោយគឺយើងយក